មានបរិសម្នាក់ឈ្មោះថានាយក្តីសពថ្ងៃនាយជាជនក្រីក្រម្នាក់នៅក្នុងភូមិរាល់ថ្ងៃនាយតែងតែទៅស្រែដើម្បីមើលផលដំណាំរបស់ខ្លួនលុះកំពុងតែដើរសុកស្រាប់តែប្រទះឃើញលោកយាយម្នាក់កំពុងតែវាយចៅនេះណែស៊ីរំពាត់ទៅអាចៅកំហូចឲ្យវានៅចាំផ្ទះមួយផ្លែតសោះវាដុតផ្ទះឯងចង់ឆេះអស់ឈប់សិនលោកយាយមិនបានជាវាយចៅបែបនេះអញ្ចឹងនេះគ្នានៅតូចណាយីហើយអាចៅឯងមកចេះស្អីនេះចៅរបស់ខ្ញុំទេតាខ្ញុំចង់វាយចង់ធាក់ក៏មកទៅក្បាលអ្នកណាលោកយាយអើយមិនបានមកទៅក្បាលខ្ញុំអីទេតែនេះក្មេងណាលោកយាយវាយគ្នាបែបហ្នឹងចុះបើជ្រុលដៃជ្រុលជើងរបួសគ្នាទៅលោកយាយនឹងស្ដាយក្រោយជាមិនខានយីអានេះអញប្រាប់ឲ្យតើថាចៅអញទេកុំមកចេះដឹងរឿងអញពេកអញវាយវាមកល្មមដៃតើអ្នកណាទៅវាយវាដល់ស្លាប់ហ៎ហើយលោកយាយនេះវាយគ្នាឡើងជាប់សាច់ទៅហើយណាប៉ុណ្ណឹងហើយថាល្មមទៀតលោកយាយអាណិតក្មេងផងទៅណាណែកុំមកដែលពេកវើយអញប្រាប់ហើយថាអញវាយចៅអញទេឆាប់ចេញពីមុខផ្ទះអញភ្លាមតិចអញប្រហោឲ្យឆ្កែខំការងារឯងធ្វើអីរត់យកទៅធ្វើនឹងទៅកុំមកចេះដឹងរឿងយើងពេកបន្ទាប់ពីលោកយាយស្ដីឲ្យបែបនេះនាយក្តីក៏ដើរចេញបាត់ទៅលោកដើរទៅមុខក៏បានជួបនឹងប្តីប្រពន្ធពីរនាក់កំពុងតែឆ្លោះគ្នានាយក្តីក៏បានដើរចូលទៅសម្រួលតែប៉ែឯងយកលុយខ្ញុំ 50000 ទៅណានេះខ្ញុំចាំច្បាស់ណាស់ថាលុយនឹងខ្ញុំទុកនៅក្រោមគ្រែណែអាម៉េចបានជាបាត់ដល់ 50000 ណានេះខ្ញុំយកមែនតែខ្ញុំយកតែ 20000 ទៅទិញស្រាទេណាអញ្ចឹងតាបានខ្ញុំនេះបើចេះតែបាត់លុយនេះលុយខ្ញុំទុកតទឹកទេណាមិនបានជាឯងយកទៅទិញស្រាផឹកអញ្ចឹងហើយចុះយកពេលឯងនឹងស្អីដែរយកលុយទៅលេងតាបៀតទឹកតាំងពីព្រឹកទល់ល្ងាចឲ្យវាល្មមបានហើយណាកុំមកថាតែខ្ញុំពេកណែខ្ញុំលេងមែនតែថ្ងៃខ្លះក៏មានឈ្នះដែរមិនដូចឯងទេមួយថ្ងៃផឹកលេបបង្ហិនតែលុយឈប់សិនពូមីងមានរឿងអីហ្នឹងកុំឆ្លោះគ្នាអីណាកុំឲ្យខ្មាស់គេខ្មាស់ហ្មងប្តីប្រពន្ធអញតែអញ្ចឹងហើយមានតាក់ទងអីជាមួយអូនឯងមែនហើយអូនឯងក៏មកចេះដឹងរឿងគ្រួសារមីងឆ្លោះគ្នាតែគ្រួសារមីងតើអត់ទេពូមីងខ្ញុំដឹងហើយថាគ្រួសាររបស់ពូមីងប៉ុន្តែរឿងតិចតួចប៉ុណ្ណឹងគួរតែនាំគ្នានិយាយស្ងាត់ទៅបើពូមីងឆ្លោះគ្នាលាន់បែបនេះច្បាស់ជាលឺដល់អ្នកដទៃមិនខានអត់លឺទៅអញមានតែសុំបាយគេសៀណាអូនឯងក៏មកចេះដឹងរឿងគ្រួសារពូមែនហើយចង់ទៅណាក៏ទៅកុំមកចេះដឹងរឿងគ្រួសារគេពេកហើយយ៉ាប់គ្រាន់តែជួយខាត់ក៏ខុសដែរបន្ទាប់មកនាយក្តីក៏បន្តដំណើរទៅមុខទៀតពេលដើរទៅមុខស្រាប់តែជួបនឹងលោកតាម្នាក់កំពុងស្ពាយអស់លោកតាស្ពាយអស់រាល់ថ្ងៃអញ្ចឹងមិនខ្លាចឈឺឆ្អឹងឈឺឆ្អែងទេអីហើយរទេះគោមានមិនបានជាមិនយកមកដឹកបែរជាសុកចិត្តទ្រាំស្ពាយបែបនេះតាគិតថាយកមកដឹកដែរហ្នឹងតែតានេះវាអាណិតគោពេកពធយលោកតាសុកចិត្តអាណិតគោហើយទ្រាំស្ពាយអស់ទាំងលំបាកបែបនេះខ្ញុំគិតថាលោកតាធ្វើបែបនេះមិនត្រូវទេណាលោកតាគួរតែប្រើរទេះគោមកដឹកអស់ទាំងនេះវាមិនត្រឹមតែជួយកម្លាំងដល់លោកតាទេតែវាក៏ចំណេញជួយដល់លោកតាដឹកបានច្រើនជាងមុនទៀតផងអើយឯនេះមានមាត់ចេះតែនិយាយហើយនេះតានៅមានកម្លាំងពេញបឹបទៅរំខានគោធ្វើអីទុកឲ្យគ្នានៅដេកស៊ីស្មៅនៅផ្ទះមិនល្អជាងអីអាចៅឯងក៏មកចេះដឹងរឿងតាពេកតាចំណាស់នេះតាមិនមែនល្ងងទេអាចៅតែខ្ញុំប្រាប់លោកតាក្នុងបំណងល្អទេណាបើលោកតាធ្វើតាមខ្ញុំលោកតាប្រកាសជាធូរកម្លាំងជាងមុនតាដឹងហើយគិតតែពីការងាររបស់ឯងទៅយីអានេះសុកវាមកបដៅឯងក៏បាក់កាចាស់ទៅហើយពធឲ្យលោកតាទៅជាថាខ្ញុំបដៅទៅវិញហើយគិតសពទៅហេតុតែយើងក្រនិយាយល្អយ៉ាងណាក៏គេមិនស្ដាប់ដែរនាយក្តីក៏បន្តដំណើរទៅមុខទៀតលុះទៅដល់ស្រែក៏មានលោកសេដ្ឋីម្នាក់ដើរមកជាសួរនាយក្តីសួស្តីអ្នកកំឡោះតើដីនេះជារបស់ឯងមែនទេបាទលោកសេដ្ឋីពិតមែនហើយវាជាដីរបស់ខ្ញុំបើអញ្ចឹងតើឯងព្រមលក់ឲ្យខ្ញុំទេព្រោះខ្ញុំពិតជាចង់បានដីទាំងអស់នេះណា
អូអត់ទោះណាលោកសេដ្ឋីដីស្រែនេះជាកេររបស់ពុកម៉ែរបស់ខ្ញុំមិនអាចលក់វាបាននោះទេល្អណាស់អ្នកកំឡោះបើឯងមិនលក់ទេអញ្ចឹងតើឯងយល់ព្រមសហការជាមួយខ្ញុំទេខ្ញុំនឹងប្រើប្រាស់ដីមួយនេះដាំដើមទុរេនហើយពេលដែលបានផលយើងនឹងចែកភាគរយគ្នាតើឯងព្រមសហការជាមួយខ្ញុំទេគិតទៅដូចជាតំណងដែរតើនេះខ្ញុំជឿជាក់លើលោកសេដ្ឋីខ្ញុំនឹងព្រមសហការជាមួយលោកសេដ្ឋីនាយក្តីនិងសេដ្ឋីក៏បានចាប់ដៃគ្នាសហការដាំដើមទុរេនដើម្បីប្រមូលផលនាំចេញទៅក្រៅស្រុកលុះកន្លងទៅយូរឆ្នាំនាយក្តីក៏ប្រែក្លាយពីអ្នកក្រទៅជាអ្នកមានថ្ងៃមួយសេដ្ឋីក្តីក៏បានដើរទៅមើលដីស្រែរបស់គាត់ដូចសពមួយដងហើយក៏ប្រទះឃើញលោកយាយម្នាក់កំពុងវាយចៅអាចៅកំហូចស៊ីរំពាត់នេះទៅកុំឲ្យរពឹសពេកលោកយាយឈប់សិនឈប់វាយក្មេងទៅណាអូលោកសេដ្ឋីក្តីនេះដោយសារចៅខ្ញុំវារពឹសពេកនឹងណាទើបខ្ញុំវាបែបនេះមិនបានទេយាយគ្នានៅតូចណាស់វាអញ្ចឹងខូចក្មេងអស់ហើយលោកយាយគួរតែប្រើពាក្យល្អៗទៅកាន់ក្មេងយូរទៅគង់តែក្មេងគ្នាស្ដាប់បាននោះទេចាលោកសេដ្ឋីខ្ញុំអរគុណហើយណាដែលលោកសេដ្ឋីបានប្រាប់ខ្ញុំនឹងគោរពតាមលោកសេដ្ឋីល្អណាស់លោកយាយអញ្ចឹងខ្ញុំសូមលាលោកយាយសិនហើយណាសេដ្ឋីក្តីក៏បន្តដំណើរទៅមុខទៀតលុះដើរទៅដល់មុខក៏បានជួបប្តីប្រពន្ធពីរនាក់កំពុងឆ្លោះប្រកែកគ្នាតែបែឯងលួចលុយខ្ញុំទៅវែងស្រែងមែនណាខ្ញុំបាត់លុយឲ្យរត់តែថ្ងៃឆាប់យកមកសងខ្ញុំវិញភ្លាមយីប៉ែនេះចាញ់លបែងឡើងបែកងាងហើយតើនេះលុយទុកដាក់ខ្លួនឯងមកចោតខ្ញុំពូមីងទាំងពីរនេះឆ្លោះគ្នាឲ្យរត់តែថ្ងៃតែម្ដងហើយណឆ្លោះតាំងពីខ្ញុំនៅក្រខ្សត់រហូតខ្ញុំមានទ្រាំខ្លាចជាសេដ្ឋីនៅតែឆ្លោះមិនទាន់ចប់ទៀតអូលោកសេដ្ឋីនេះដោយសារតែប្តីខ្ញុំនឹងណាគាត់តែគិតតែពីផឹកស្រាមួយថ្ងៃមិនគិតជួយរកស៊ីអីទេណែយីប៉ែហើយចោះខ្លួនឯងលេងលបែងនោះមិនប្រាប់លោកសេដ្ឋីឲ្យដឹងផងពូមីងអើយនេះបណ្ដាមកពីអ្នកទាំងពីរប្រព្រឹត្តខុសនឹងណាបានជាមានរឿងមិនចេះចប់ឥឡូវស្ដាប់ខ្ញុំណាលោកពូគួរតែផ្អាកផឹកស្រាសិនទៅហើយខិតខំធ្វើការរកប្រាក់ចំណែកឯមីងវិញគួរតែឈប់លេងលបែងហើយងាកមកធ្វើការងារផ្ទះរៀបចំបាយម្ហូបឲ្យសមជាស្ត្រីមេផ្ទះបើធ្វើបានប៉ុណ្ណឹងអ្នកទាំងពីរច្បាស់ជាឈប់ឆ្លោះគ្នាទៀតហើយបាទលោកសេដ្ឋីខ្ញុំអរគុណណាស់ដែលបានណែនាំអរគុណណាស់លោកសេដ្ឋីខ្ញុំនឹងឈប់លេងលបែងទៀតហើយព្រោះថាតាំងពីចេះលេងមកគ្រួសារខ្ញុំមិនដែលចុះសម្រងគ្នាសោះខ្ញុំអរគុណលោកសេដ្ឋីហើយណាដែលបានជួយណែនាំបាទល្អណាស់ពូមីងដែលបានស្ដាប់ខ្ញុំនេះបើស្ដាប់ខ្ញុំតាំងពីដើមម្លេះប្រហែលជាមិនមានរឿងដល់ថ្ងៃនេះទេអញ្ចឹងខ្ញុំលាសិនហើយសេដ្ឋីក្តីក៏បានបន្តដំណើរទៅមុខទៀតលុះដើរកាន់តែឆ្ងាយក៏ប្រទះលោកតាកំពុងស្ពីអស់យកទៅលក់លោកតានេះលោកតានៅតែស្ពីអស់បែបនេះរាល់ថ្ងៃមែនទេអូលោកសេដ្ឋីទេបាទគឺខ្ញុំមកស្ពីបែបនេះរាល់ថ្ងៃអញ្ចឹងឯងធ្វើមិនទេខ្លួនមួយចេះតែប្រឹងទៅគ្រាន់បានបាយមួយពេលហូបលោកតាអើយលោកតាកាលពីមុនខ្ញុំបានប្រាប់ឲ្យលោកតាប្រើរទេះគោសម្រាប់ដឹកទៅព្រោះវាចំណេញកម្លាំងនិងដឹកបានច្រើនទៀតតែលោកតាមិនស្ដាប់ខ្ញុំសោះរហូតដល់ពេលនេះលោកតានៅតែបន្តស្ពីអស់បែបនេះយកទៅលក់ដដែលខ្ញុំនេះវាចេះតែអាណិតគោនឹងណាលោកសេដ្ឋីមិនចង់ឲ្យវាពិបាកមកអស់រទេះនាំតែហត់មិនកើតទេលោកតាធ្វើបែបនេះធ្វើឲ្យគោបានចិត្តហើយណាហើយលោកតាក៏ប៉ះពាល់ដល់សុខភាពទៀតយល់ល្អធ្វើតាមខ្ញុំប្រាប់ទៅណាយកគោរបស់លោកតាមកដឹកអស់ទាំងនេះទៅលោកតានឹងដឹកអស់បានកាន់តែច្រើនហើយលក់បានលុយក៏កាន់តែច្រើនទៀតចំណេញទាំងពេលវេលាទៀតផងណាលោកតាបាទលោកសេដ្ឋីពិតជាមានប្រសាសន៍ត្រឹមត្រូវមែនអញ្ចឹងខ្ញុំព្រមធ្វើតាមគំនិតលោកសេដ្ឋីចុះណាខ្ញុំនឹងប្រើគោរបស់ខ្ញុំមកដឹកអស់ទាំងនេះយកទៅលក់អរគុណហើយណាលោកសេដ្ឋីអញ្ចឹងខ្ញុំសូមលាសិនហើយបាទលោកតាសូមអញ្ជើញតាមសម្រួលណា
ហើយគិតទៅការយើងនៅក្រនិយាយអ្វីក៏គេមិនស្ដាប់គេមិនព្រមធ្វើតាមលុះដល់យើងមានលុយមានកិត្តិយសគេក៏ព្រមបើកចិត្តស្ដាប់និងធ្វើតាមអ្វីដែលយើងប្រាប់គិតទៅដោយពាក្យចាស់ពោលថាអ្នកមានទឹកមាត់ប្រៃពិតមែន